មកទិញស្វ24ម៉ោងដើម្បីទុកលេងជាមួយមិត្តភ័ក្តិតគ្នាដែលគ្នាយើងហ្នឹងគឺចំណាយតិចតួចខ្លាំងមែនតើតគ្នាហើយ hosting ហ្នឹងមានឈ្មោះថាកេសរ hosting ហើយក៏ជា hosting របស់ខ្ញុំផ្ទាល់ដែរតគ្នាគឺអែមមែនតើមិនថា home page ក៏ដូចជាកន្លែង panel ទេតគ្នាចេញមកហ្នឹងគឺបែបខ្មែរសុទ្ធយកតែម្ដងស្អាតមែនតើចឹងហើយកុំឲ្យខាត់ពេលវេលាកាន់តែយូរយើងចូលទៅមើលរបៀបទិញserver ដើម្បីយកមកលេងតែម្ដងគ្នាយើងចូលមកក្នុង Google មកហើយ search ពាក្យតាមខ្ញុំថា host.kesor.cam ចឹងមកគឺវានឹងចេញមកហើយតគ្នានិយាយទៅសេពាក្យពេញហ្មងមកនេះយើង enter មកមើលមកលើ home page ហ្នឹងគឺស្អាតមែនតើតគ្នា background រូបប្រាសាទអង្គរវត្តយើងអញ្ចឹងណាយើងអស់ចុះមកមើលខលមកតែតម្លៃវាហ្នឹងគឺមានចាប់ពី$2ទៅដល់$6តគ្នាអញ្ចឹងហើយតម្លៃសមរម្យខ្លាំងមែនតើហើយខ្ញុំបញ្ជាក់ទៀតតគ្នាអានេះគឺយើងទិញទៅយកលេងតែគ្នាឯងណាគឺមិនយកទៅបាក់ឲ្យគេលេងទេបើសិនជាគ្នាយើងចង់បាន server រៀងធំបាក់ឲ្យគេលេងអីហ្នឹងអាច inbox មកខ្ញុំផ្ទាល់ហ្មងមកឥឡូវយើងធ្វើការជ្រើសរើសទៅគឺមាន plan ចំនួន4ដល់គ្នាមានផ្កាច័ន្ទមានផ្ការំដួលមានហានុមានហើយមួយចឹងក្រោយហ្នឹងគឺនេះតែ plan ដល់គ្នា$6ហ្នឹងនិយាយទៅ server ហ្នឹងល្អតគ្នាសម្រាប់អ្នកដែលគាត់ចង់ទិញយកទៅរៀនធ្វើឬមួយក៏ទិញលេងមួយមិត្តភ័ក្តិអីតគ្នាមើលតាម RAM វាមួយទៅខ្ញុំចង់recommend ឲ្យតគ្នាបើសិនជាទិញយកទៅលេងគ្នាច្រើនចាប់ពី7 8នាក់10នាក់ឡើងអីតគ្នាទិញអា$4 $6អីទៅអាហ្នឹងទៅលេងបានគ្នាច្រើនឥឡូវខ្ញុំគ្រាន់តែឧទាហរណ៍តគ្នាខ្ញុំទិញអា 2G នេះចូលមកដល់នៅកន្លែងហ្នឹងតគ្នាមើលនៅពាក្យ register នៅខាងលើហ្នឹងតគ្នាចុចលើវាមកហើយចូលមកដល់កន្លែងហ្នឹងគឺយើងត្រូវដាក់ឈ្មោះតគ្នាហើយយើងបំពេញបាច់បំពេញទាំងអស់ទេឃើញច្រើនចឹងមែនតែមិនបាច់ពេញទាំងអស់ទេយើងគ្រាន់តែបំពេញនៅកន្លែង first name last name ហ្នឹងហើយនឹងដាក់ email password 2 ដងនៅខាងក្រោមហើយលេខទូរស័ព្ទអីហ្នឹងគឺមិនបាច់ដាក់ទេតគ្នាយើងមកមើលនៅខាងក្រោមកន្លែង country នេះគ្រាន់តែយើងរកដាក់ Cambodia ទៅគឺរួចជាការស្រេចតែម្ដងហើយចុចពាក្យ sign up នៅខាងក្រោមមកតគ្នាចាំវាបន្តិចចូលមកដល់កន្លែងនេះគឺយើងចង់ serve password ក៏បានអត់ក៏បានដែរស្រេចចិត្តយើងទេបន្ទាប់មកតគ្នាចុចពាក្យថា home នឹងមកហើយចុចពាក្យថា view យើងចូលមកដល់កន្លែងនេះយើងរើស plan យើងម្ដងទៀតមកយើងយក plan អីហើយចុចពាក្យថា add to cart មកដល់កន្លែងហ្នឹងតគ្នាគឺចុចពាក្យ check out យកតែម្ដងអត់មានអីច្រើនទេហើយវានឹងលុប QR មកនេះតគ្នាអញ្ចឹងឲ្យគ្នាយើង scan ទៅហើយបន្ទាប់ពី scan ហើយភ្លាមហ្នឹងគ្នាយើងគ្រាន់តែ refresh មួយទៅវានឹងទទួលជោគជ័យហើយចូលមកដល់កន្លែងហ្នឹងទៀតតគ្នាគឺចូលពាក្យថា dashboard នៅខាងលើនេះមកហើយយើងចុចទៅលើពាក្យតាផ្កាច័ន្ទហ្នឹងនៅកន្លែង server ទៀងទាត់តែទិញហើយចុចពាក្យថា go to server មកដល់កន្លែង log in តែម្ដងហើយយើងដាក់ email ជាមួយនឹង password យើងនៅខាងក្រោមដែលយើងបាន register មកនឹងចូលមកហើយចុចពាក្យ log in ទៅចូលទៅដល់ panel ហើយតគ្នាប៉ុន្តែបើសិនជាគ្នាយើងណាវាយអត់ត្រូវទេគឺអាចឆាតមកខ្ញុំផ្ទាល់មកខ្ញុំនឹងដោះស្រាយឲ្យតែប៉ុណ្្នឹងគឺ server យើងបង្កើតបានជោគជ័យហើយតគ្នាហើយមុខងារវាមានច្រើនតគ្នាមើលនៅខាងក្រោមនេះវាមាន version មានអីចឹងណាដើម្បីឲ្យយើងជ្រើសរើសចង់បានប្រភេទអីចឹងទៅ login ក៏មានដែរតគ្នាអាចដោននៅក្នុងហ្នឹងក៏បានឬមួយក៏យកពីក្រៅយកមក upload នៅក្នុងហ្នឹងក៏បានដែរតគ្នានិយាយទៅគឺវាងាយស្រួលខ្លាំងមែនតើហើយបន្ទាប់ពីយើងដាក់ plugin ដាក់អីហើយរៀបចំហើយតគ្នាចុចប៊ូតុង start ឡើងហ្នឹងមកដើម្បី start server របស់យើងអញ្ចឹងណានេះតគ្នា IP ដើម្បីយើងយកទៅដាក់ចូលលេងគឺវានៅខាងលើហ្នឹងនៅពេលដែលតគ្នាបើក server ហើយយក IP ហ្នឹងយកទៅដាក់ទៅគឺយើងអាចចូលលេងបានហើយចង់លេងមួយគ្នាបែរ Java ហើយនឹងដាក់តែ Geyser និយាយទៅធ្វើដូចអត្តណោះដែរនឹងតគ្នា plugin វាដូចតែគ្នាអត់មានអីខុសគ្នាទេឥឡូវហ្នឹង server បើកយើងធ្វើការចុចចូលលេងតែម្ដងតគ្នា add server មកគឺនៅលើ Java ហ្នឹងហើយយើងតម្លាក់ IP ចូលមកគឺលេងបានតែម្ដងតគ្នាចុចជាន់មកចាំវាមិនបន្តិចទៅវានឹងធ្វើការនាំយើងចូលទៅក្នុង world ហើយអញ្ចឹងហើយតគ្នាមិនបាច់មើលទេគឺ smooth ខ្លាំងមែនតើសម្រាប់លេងជាមួយគ្នាឯងរៀនធ្វើ server ហ្នឹងតគ្នាយកទៅធ្វើទៅគឺអត់ខកបំណងទេចាក់ហើយបញ្ជាក់ទេបើសិនជាចង់ធ្វើ server យើងឲ្យបើកឲ្យគេលេងហ្នឹងតគ្នា inbox មកខ្ញុំផ្ទាល់ណាគឺមិនបាច់ទិញតាម hosting ហ្នឹងទេ